Chào mừng suốt bọc mai bao phần tầng áo khné ngày nay dương nâng một thớ chia mùi nâng tray xà mòn linh krương chia mùi nâng sạc tỏi phòng đài krương xăm giấy rùa miên nhom pra tray xà mòn nắng cứ bay khám trà chia mùi nâng cô sạc cây cứ dương han vía chia chấm nặt bẹp ní màu trà hay nâng sạc rồi sái hay nâng chia mùi nâng sạc tỏi chà hai chấm pua sạc tối cứ dương han vía chia chấm nát lạt bẹp ní là bao bồn ở khăn nè chà vậy tới cứ dương đã sạc tối nó rùa triệt việc bẹp play thấy hiện ngôi bao bồn ở khăn nè hai dương ảnh nhâm chấm muối nâng kêu nâng ban tiệt vậy tới rùa triệt việc cứ play mà chàng chà bắt đầu mà dương han chỉ mới nâng sạc rồi sao chà sạc rồi sao nâng cứ dương đỏ ăn cả đá nâng chanh tết bắt đầu mà dương thưa ca han ai về là đôi chỉ mới nâng sạc tỏi đây chà hai bắt đầu mà tiết cứ dương mà han chỉ muốn nâng tray sắm món bao nhiêu bên đặt nè hai tray sắm món này cứ dương praประเภทโปรย tray เลยmũi pua tray ចាស្បែក tray បានហ្នឹងបងប្អូនទាំងអស់គ្នាព្រោះយើងយកទៅបំពងហ្នឹងបងប្អូនចាហើយតមកទៅយើងយកទៅលីងជាមួយនឹងគ្រឿងចាបន្តមកទៀតខ្ញុំប្រើប្រាស់ជាមួយនឹងម្សៅបំពងចំនួន3ស្លាបព្រាចាដែលប្រើប្រាស់ពងមាន់ចំនួន1គ្រាប់ដែលយើងយកតែផ្នែកក្រហមទេបងប្អូនយើងយកមកច្របល់ជាមួយនឹងម្សៅបំពងរបស់យើងមកបន្ទាប់មកយើងដាក់ទឹកបន្តិចទៅដើម្បីយើងងាយស្រួលក្នុងការច្របល់វាឲ្យវាចូលគ្នាបានល្អចាបន្ទាប់មកគឺយើងថែមទឹកបន្តិចទៀតដើម្បីឲ្យវាមកសមល្មមហើយយើងយកប្រដាប់វាយពងមាន់ហ្នឹងវាយចូលគ្នាទៅដើម្បីឲ្យវាលាយចូលគ្នាបានល្អរវាងពងមាន់ហើយនិងម្សៅចាបន្ទាប់មកទៀតយើងក៏ដាក់ខ្ទះដើម្បីឲ្យវាក្តៅសិនចាបន្ទាប់ពីវាក្តៅហើយទើបយើងចាប់ផ្ដើមដាក់ជាមួយនឹងប្រេងឆាបងប្អូនហើយប្រេងនេះដែរបងប្អូនអាចដាក់ឲ្យរៀងច្រើនជាងហ្នឹងក៏បានដែរចាប្រេងឆាហ្នឹងខ្ញុំប្រើប្រភេទពួកអូលីវបងប្អូនចាតបក្តៅហើយទើបយើងចាប់ផ្ដើមដាក់ជាមួយនឹងត្រីយើងចូលចាមុនដំបូងហ្នឹងគឺយើងបើកភ្លើងរៀងក្តៅសិនបន្ទាប់ពេលវាខ្លាញ់របស់យើងក្តៅហើយទើបយើងបន្ថយបន្តិចវិញដើម្បីយើងដាក់ត្រីរបស់យើងចូលអញ្ចឹងណាបងប្អូនទាំងអស់គ្នាកុំឲ្យត្រីយើងនឹងខ្លោច ច
ហើយយើងអាសាប្រែវាផងពីព្រោះដោយសារត្រីហ្នឹងគឺឆាប់ឆ្អិនទេបងប្អូនទាំងអស់គ្នាដាក់តែមួយផ្លែតហ្នឹងគឺឆ្អិនហើយចាហើយយើងលាយជាមួយនឹងម្សៅបំពងរបស់យើងណាបងប្អូនចាអញ្ចឹងគឺវាឆ្អិនលឿនទេចាហើយចំពោះត្រីសាម៉ុននេះបងប្អូនទាំងអស់គ្នាយកដាក់ព្រុយត្រីសុទ្ធក៏បានដែរតែដោយសារតែខ្ញុំទិញបានប្រភេទបែបហ្នឹងអញ្ចឹងក៏ខ្ញុំដាក់អំពងបែបហ្នឹងតែម្ដងទៅហើយដល់ពេលដែលវាឆ្អិនហើយយើងត្រូវរកកាឆេងដើម្បីត្រង់ខ្លាញ់ហ្នឹងប្រេងហ្នឹងចេញចាបន្ទាប់មកទៀតយើងប្រើខ្ទះដដែលហ្នឹងហើយយើងចាក់ទឹកដែលយើងខ្លាញ់ដែលយើងប្រេងដែលយើងអំពងមិញហ្នឹងចូលបន្តិចទៅចាដើម្បីយើងលីងគ្រឿងស្លឹកក្រូចសើចហើយនិងស្លឹកតនិយាយទៅលីងឲ្យវាឡើងឈ្ងុយបងប្អូនទាំងគ្នានិយាយទៅក្លិនវារៀងថ្លៃព្រោះដោយសារវាមានក្លិនស្លឹកតយោបងប្អូនចាហើយបច្ចៈគ្រឿងហ្នឹងគឺយើងញ៉ាំទៅគឺឆ្ងាញ់វារៀងឈ្ងុយស្លឹកតបងប្អូនចាយើងលីងរហូតតតែវាគ្រឿងហ្នឹងធំក្លិនឈ្ងុយបងប្អូនចាហើយបន្ទាប់ពីក្លិនយើងឈ្ងុយហើយគឺយើងដាក់ត្រីយើងចូលចាដាក់ត្រីយើងចូលយើងច្បល់ចូលគ្នាទៅហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់គ្រឿងណាបងប្អូនទាំងអស់គ្នាចាដាក់អំបិលស្ករប៊ីចេងនឹងឯងចាដែលខ្ញុំប្រើប្រាស់ជាមួយនឹងស៊ុបរ៉ូឌីយើងដាក់មួយស្លាបព្រាកាហ្វេទៅចាជាមួយនឹងដាក់ស្ករស2ស្លាបព្រាកាហ្វេបន្ទាប់មកខ្ញុំប្រើជាមួយនឹងប៊ីចេងកន្លះស្លាបព្រាកាហ្វេដែរបងប្អូនទាំងគ្នានិយាយទៅយើងដាក់គ្រឿងតិចទេព្រោះយើងញ៉ាំរៀងសាបបងប្អូនទាំងគ្នាអត់យកប្រៃពេកទេរសជាតិយកមកល្មមអញ្ចឹងណាបងប្អូនទាំងគ្នាហើយម្ហូបមួយមុខនេះគឺអាចញ៉ាំបាយក៏បានចាដាក់ជាមួយនឹងភេសជ្ជៈផ្សេងក៏បានដែរបងប្អូនទាំងគ្នាបន្ទាប់មកទៀតយើងអាចភ្លក់ចំណាក់តាមចំណង់ចំណូលចិត្តរបស់យើងជូរប្រៃអីចឹងទៅណាបងប្អូនទាំងអស់គ្នាអត់មានជូរប្រៃទេបងប្អូនទាំងអស់គ្នាចាសាបឬក៏ប្រៃអីល្មមអញ្ចឹងណាបងប្អូនចាបន្ទាប់ពីតេស្តឆ្ងាញ់ហើយជាចុងក្រោយគឺយើងត្រូវដាក់ជាមួយនឹងចាគឺម្ទេសស្ងួតបងប្អូនទាំងអស់គ្នាម្ទេសហុយហ្នឹងបងប្អូនទាំងអស់គ្នាខ្ញុំដាក់4ស្លាបព្រាកាហ្វេបងប្អូនទាំងអស់គ្នាជាមួយខ្ញុំយកចិត្តហឹរដែរអញ្ចឹងណាអញ្ចឹងបើបងប្អូនទាំងអស់គ្នាចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាចូលចិត្តហឹរកម្រិតណាដាក់ប៉ុណ្ណឹងទៅចាចាអញ្ចឹងម្ហូបយើងមួយមុខនេះគឺបានឆ្អិនហើយបងប្អូនទាំងគ្នានិយាយទៅញ៉ាំបាយក៏ត្រូវខ្លែមក៏ត្រូវដែរណាម្ហូបមួយមុខនេះចាគឺរសជាតិឆ្ងាញ់បងប្អូនទាំងគ្នាហើយយើងប្រើជាមួយនឹងប្រភេទប្រេងអូលីវអញ្ចឹងវាអត់ជាគេហៅថាប៉ះពាល់សុខភាពទេបងប្អូនទាំងគ្នាចាគឺឆ្ងាញ់បងប្អូនណាចាអាចធ្វើសាក់លបងញ៉ាំបាននិយាយទៅញ៉ាំបាយក៏បានខ្លាមក៏បានដែរគឺអេមតែម្ដងណាចាអូខេចុងក្រោយបងប្អូនទាំងគ្នាសូមមេត្តាជួយ like subscribe និង share វីដេអូរបស់អ្នកសាម្នាក់មួយផងណាអរគុណជម្រាបលាបាយបាយ